ថ្ងៃនេះខ្ញុំមានវីដេអូមួយនិយាយទាក់ទងនឹងការប្រើប្រាស់ Scale និង Progression ជាមួយនឹង Graph Editor មុនដំបូងយើងបង្កើតជា Conversion ហើយនិង Select Color Select Select ហើយយើងដាក់ element យើងចូលមកហើយនេះជាវីដេអូដែលខ្ញុំឧទាហរណ៍ឲ្យអ្នកនរគ្នាមើលទេបន្ទាប់មកខ្ញុំត្រូវការដាក់ចលនាដើមនៅនីតិ1 second អ្នកគ្នាដាក់ប្រមាណ second ក៏ដាក់ទៅតាមអ្នកគ្នាចង់ដាក់ឥឡូវយើងដាក់តំនេះវា1 second ខ្ញុំចុចឥឡូវខ្ញុំចង់ប្រាប់អ្នកគ្នាអំពី scale មុនខ្ញុំចុច Ctrl S វាចេញ scale ហើយយើង stop watch វាមួយយើងអូស timeline យើងនេះមិនម៉េះមកនេះហើយយើងចង់ឲ្យវាអង្គើឲ្យវាណាផុសពីមកចាអញ្ចឹងខ្ញុំដាក់អានេះ0អូខេឥឡូវយើងបានដាក់ keyframe អីវារួចហើយយើងធ្វើការចុចនៅលើ stopwatch របស់យើងចុច mouse ស្ដាំយក keyframe assistant បន្ទាប់មកយើងយក easy in មានន័យថា easy in វាចលនាដែលមកមុខមានន័យថាអបសញ្ញាព្រួយនេះវារត់មកនេះអញ្ចឹងដល់ពេលកន្លែងនេះអ្នកគ្នាយក keyframe assistant ហើយយក easy ជានេះមកអូខេបន្ទាប់មកយើងធ្វើការដាក់ graph edit ឲ្យវា graph editor ឲ្យវាចុចលើ timeline របស់យើងកន្លែងelement របស់យើងហ្នឹងមកហើយយើងចូលទៅកន្លែង graph editor យើងចុចកន្លែងលើវាមកហើយអាកន្លែងនេះអ្នកគ្នាយក edit volume graph បន្ទាប់មកយើងចុចលើនេះហើយយើងទាញនេះមិនចែកទីមិនចឹងមកមានន័យថាពេលវាចូលមកនេះលឿនហ្មងលឿនហើយដល់ពាក់កណ្ដាលនេះវាយឺតឃើញអត់អូខេបន្តមកទៀតយើងចូលទៅចលនា Horizon យើងលុបពី frame ចោលហើយយើងចុចលើអក្សរ P ចេញជា Horizon ខ្ញុំដាក់នីតិ1 second ដដែលតបខ្ញុំ stop watch វាមួយខ្ញុំចង់ឲ្យវាធ្លាក់ពីលើចុះមកក្រោមអញ្ចឹងខ្ញុំ stop watch វាហើយខ្ញុំកើ object នេះឡើងលើឬក៏អ្នកគ្នាដាក់ mouse លើនេះទាញឡើងលើក៏បានដែរចុច C ឲ្យចប់ដើម្បីឲ្យវាត្រង់អូខេបន្ទាប់មកខ្ញុំ mouse ស្ដាំលើវាដូចអាសាមុនដែរយក keyframe assistant យក easy in មានន័យវាធ្លាក់ចុះមកក្រោមសញ្ញាព្រុញធ្លាក់មកនេះដើម្បីចលនាយើងកាន់ smooth អានេះយក easy ហើយបន្ទាប់មកខ្ញុំដាក់ graph edit ឲ្យវាខ្ញុំចុចលើនេះមួយអ្នកគ្នាខ្ញុំយកនេះ edit speed graph ហើយខ្ញុំចុចលើនេះហើយខ្ញុំទាញអានេះមិនចេះពុបហ្នឹងហើយអ្នកគ្នាចង់ដាក់ចលនាវាមកស្ដាំឬមកឆ្វេងយើងគ្រាន់តែធ្វើតាមខ្ញុំមកអាកន្លែង graph edit នេះយើងធ្វើចឹងដែរមកមានន័យថាវាពីនេះដល់នេះវាលឿនដល់ពេលពីនេះមកនេះវាយឺតបើយើងចង់ឲ្យអានេះលឿនយើងគ្រាន់តែដាក់នេះមកចេះfreeze យើងគ្រាន់តែទាញអានេះមកចេះមកហើយយើងទាញនេះមកចេះមកតែប៉ុណ្្នឹងមកវាលឿនហើយចាំមើលមានន័យថាអានេះយឺតវិញអានេះយឺតហើយម្ដងនេះវាលឿនចាំមើលឃើញណាគ្នាហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងនឹងការប្រើប្រាស់ scale និង function ជាមួយនឹង graph edit